ធ្វើវីដេអូដល់ណាដល់ណីហើយហ្នឹងហើយចំណែកឯនាងខ្ញុំវិញមិនថាเพจថ្មីเพจចាស់ឬក៏ account បើកម៉ូតអាជីពចាស់ចាស់ឲ្យបងប្អូនក៏វីដេអូវាកំពុងតែផ្ទុះកំពុងតែ viral អញ្ចឹងណាប៉ុន្តែមិនដឹងថាថ្ងៃណាគេតម្លាក់ tool ឲ្យទេហើយម្យ៉ាងទៀតបងបងអើយនាងខ្ញុំខ្លាចតែពេលគេតម្លាក់ tool មកឲ្យហ្នឹងគឺវាមានបញ្ហាអញ្ចឹងព្រោះអីឃើញបងបងដៃចាស់ហ្នឹងគឺគាត់ផុសភាកច្រើនមែនតើថាគាត់ដាច់មានបញ្ហាអីចឹងណាបងបងអើយដាច់ការរកលុយដាច់ការអីចឹងហើយខំប្រឹងជាយាមតស៊ូណាបងបងមុំតែបានเพจមួយ100លុយមិនមែនងាយស្រួលទេណាចំណាយពេល2ឆ្នាំជិត3ឆ្នាំអីម្នាក់បានเพจនឹងយក100លុយយកមកអីចឹងណាតែរកបានដល់រយៈពេលខ្លីហើយក៏បាត់បង់ទៅវិញចឹងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តឬក៏ស្ដាយក្រោយអីចឹងណាហ្នឹងហើយដែលការប្រឹងធ្វើហ្នឹងមិនមែនស្រួលណាបងធ្វើវីដេអូគឺពិបាកខ្លាំងមែនតែម្ដងដូចនាងខ្ញុំអីចឹងការតស៊ូជាយាមតែងតែថាចាំមើលផ្លូវចឹងណាគ្មានអ្នកណាចង់ធ្វើអ្វីដែលតេចេះតែធ្វើទៅផុសទៅឲ្យគេមើលទេបងធ្វើសិតតែមានគោលដៅរៀងខ្លួនចឹងហើយចង់បានអីចឹងណាក៏ប៉ុន្តែបញ្ហាដែលយើងជួបនៅខាងមុខនោះយើងអត់ទាន់ដឹងថាវាជួបបញ្ហាអីខ្លះទេអញ្ចឹងហើយមានតែយើងជាយាមទាំងអស់គ្នាទៅបងហើយបើសិនជាដល់គោលដៅហើយមានបញ្ហានេះខ្ញុំក៏ប្រហែលជាមិនអាចបន្តទៅមុខដែរព្រោះអីរាល់ថ្ងៃហ្នឹងរៀងហត់នឿយដែរអញ្ចឹងណាតែរំពឹងតែមួយយ៉ាងហ្នឹងទេព្រោះអីឃើញគេធ្វើបានគ្រប់គ្នាអញ្ចឹងណាបងអើយហើយសម្រាប់នេះខ្ញុំវិញក៏វាមានเพจច្រើនណាបងเพจ3នៅក្នុងដៃអញ្ចឹងណាហើយ account បើកម៉ូតអាជីពហ្នឹង2អញ្ចឹងហើយបានជានាងខ្ញុំថាបើសិនជាវាបានមួយណាមុនហើយយើងរកទៅមានជួបបញ្ហាជួបអីក៏វានៅសល់2 3ទៀតអញ្ចឹងណាបងហើយប៉ុន្តែវាអត់ទាន់ដឹងថាយើងហ្នឹងគេតម្លាក់ឲ្យពេលណាអីពេលណាអញ្ចឹងទៅហើយបងមួយចំនួនទៀតគាត់ចែកម្លែកមកថាទោះបីជាស្រុកខ្មែរបើករកលុយបានមែនប៉ុន្តែវាមិនទាន់ទលំទលាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏គាត់ឲ្យយើងរៀនមានគ្រប់មានគ្រូមានក្រុមអញ្ចឹងទៅប៉ុន្តែនេះខ្ញុំតែទេស្អាតហើយបងឲ្យទៅរកគ្រប់គ្រូក្រុមមកពីណាបើយើងគ្មានពេលទេចង់និយាយចឹងមានពេលតិចតួចធ្វើវីដេអូផុសទៅអត់មានពេលទៅរៀនណាចង់និយាយថាអត់មានពេលទៅរៀនទៅសិក្សាពីគេមកគេប្រាប់យើងចេះចុះមួយបរៀនយើងចេះមួយចុះពីរនិយាយរួមទៅពេលវេលាយើងមិនគ្រប់គ្រាន់សម្រាប់គេបងប្អូនពាក្យថាមិនគ្រប់គ្រាន់ខ្ញុំធ្លាប់តែឮថាពេលវេលាមិនគ្រប់គ្រាន់ឬក៏លុយចាយមិនគ្រប់គ្រាន់បងប្អូនហើយបើឮថាពេលមិនគ្រប់គ្រាន់ស្អីហ្នឹងគឺខ្ញុំអត់ដែរទេស្អីក៏ខ្ញុំគ្រប់គ្រាន់ដែរតែខ្វះតែពីរមុខទេពេលវេលានឹងលុយមិនគ្រប់គ្រាន់ហ្នឹងតែពីរហ្នឹងទេនឹងខ្ញុំហ្នឹងហើយពេលវេលាដែលថាយើងយកពេលវេលាមួយចំណែករបស់យើងទៅរកស៊ីជីឆ្នាំងបាយយើងរាល់ថ្ងៃលក់ដូរអីចឹងណាបងអើយដល់ពេលជំរាមួយចំនួនទៀតយើងយកមកពេលថ្ងៃនេះហូបបាយទំនេរពេលថ្ងៃហ្នឹងប្រហែលជាខ្ទង់ម៉ោង1ម៉ោង2ម៉ោង3ហ្នឹងម៉ោង4ចាប់ដើមធ្វើការងារទៀតហើយអញ្ចឹងពេលទំនេរមានតែប៉ុណ្្នឹងម៉ោងទេហើយឲ្យរៀនទៅមានគ្រប់មានគ្រូមានក្រុមហ្នឹងគឺពិបាកហើយព្រោះមានពេលវេលាទៅរៀនបងយ៉ាងនិយាយចឹងណាមិនមែនថាស្ដាយលុយស្ដាយអីទេប៉ុន្តែយើងគ្មានពេលវេលាដើម្បីទៅរៀនទេដល់ពេលចឹងមានតែយើងប្រឹងប្រែងធ្វើខ្លួនឯងទៅធ្វើពេលណាបានក៏ពេលហ្នឹងទៅមិនបានទេក៏ហីទៅចាប់ទុកថាយើងធ្វើវីដេអូផុសទៅទុកឲ្យកូនចៅយើងមើលទៅពេលដែលយើងចាស់ទៅនៅយើងនៅពេលហ្នឹងវ័យយើងប៉ុណ្ណឹងដល់ពេលតិចទៀតទៅយើងចាស់ជាងនឹងទៀតទៅគាត់នឹងមើលបកក្រោយមកមើលវីដេអូដែលយើងធ្វើហ្នឹងហើយមិនអត់បងជាកម្រងអនុស្សាវរីយ៍អីចឹងទៅណាហ្នឹងហើយចង់និយាយថាបានលុយក៏បានទៅបើមិនបានទេក៏ហីទៅធ្វើមិនបើយើងខំប្រឹងដែរវាមិនបានផងត្រូវអត់បងខ្ញុំនិយាយចឹងត្រូវខុសមើលអ្នកប្រឹងធ្វើវីដេអូទាំងអស់គ្នានេះជួយបញ្ចេញមតិយោបល់ម្នាក់មួយមើលបើត្រូវជួយខមមិនក្រោមវីដេអូប្រាប់ផងអរគុណចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ